បាទជំរាបសួរអំពូមីងបងប្អូនអរគ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូចេញនៅប្រធានបទមួយស្ដីអំពីតើមានលក្ខខណ្ឌអ្វីខ្លះសម្រាប់យើងអាចនឹងធ្វើអត្តសញ្ញាណប័ណ្ណប្រជាជាតិខ្មែរបានបាទអញ្ចឹងថ្ងៃនេះមុននឹងខ្ញុំជម្រាបជូនពីលក្ខខណ្ឌឯកសារអ្វីខ្លះដែលសម្រាប់អាចឲ្យយើងយកមកធ្វើអត្តសញ្ញាណប័ណ្ណប្រជាជាតិខ្មែរបានយើងខ្ញុំសូមខន្តីអភ័យទោសចំពោះអំពូមីងបងប្អូនដែលអ្នកចេះដឹងច្បាប់ជ្រៅជ្រះបើសិនថាខ្ញុំនិយាយទៅមានចំណុចណាខុសដោយប្រការណាមួយសូមអំពូមីងបងប្អូនមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំបាទព្រោះរូបខ្ញុំមិនមែនជាអ្នកច្បាប់ហើយក៏មិនមែនជាអ្នកបកស្រាយច្បាប់ដែរខ្ញុំគ្រាន់តែជាមនុស្សម្នាក់ចូលចិត្តស្វែងយល់ចង់ចេះចង់ដឹងរួចហើយយកមកចែករំលែកជូនដល់អ្នកទស្សនានៅវីដេអូរបស់ខ្ញុំដើម្បីចែករំលែកនៅការយល់ដឹងដើម្បីឲ្យអ្នកទាំងអស់គ្នាទទួលបាននៅបទពិសោធន៍ល្អៗសម្រាប់យកទៅអនុវត្តបំពេញបន្ថែមនៅចំណុចអ្វីដែលយើងចង់បានបាទអញ្ចឹងឥឡូវយើងចាប់ដើមចូលទៅបទរបស់យើងលក្ខខណ្ឌនិងឯកសារដែលតម្រូវឲ្យយើងភ្ជាប់ទៅជាមួយនៅថ្ងៃដែលយើងចង់ទៅធ្វើអត្តសញ្ញាណប័ណ្ណប្រជាជាតិខ្មែរទី1គឺយើងត្រូវតែមកបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខអាជ្ញាធរប៉ូលីសអត្តសញ្ញាណកម្មដើម្បីថតផ្ទាល់តែម្ដងមិនអាចផ្ញើរូបថតឬក៏ធ្វើអ្វីក្រៅពីខ្លួនឯងមកផ្ទាល់ព្រោះត្រូវការថតផ្ទាល់និងផ្ដិតស្នាមម្រាមដៃដោយផ្ទាល់នៅទីនោះបាទនៅទី1ទី2ជាប្រុសខ្មែរគ្រប់រូបអាយុចាប់ពី15ឆ្នាំឡើងទៅគិតត្រឹមថ្ងៃដែលយើងមកធ្វើអត្តសញ្ញាណប័ណ្ណបាទអាយុ15ឆ្នាំឡើងទៅគិតត្រឹមថ្ងៃដែលយើងមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនឹងតែម្ដងឲ្យគ្រប់អាយុ15ឆ្នាំបាទទី3ភ្ជាប់មកជាមួយនៅឯកសារបាទនេះបាទដូចជាសភៅស្នាក់នៅបាទសភៅស្នាក់នៅឬសភៅគ្រួសារបាទអញ្ចឹងខ្ញុំសូមជម្រាបតែសម្រាប់សភៅស្នាក់នៅនិងសភៅគ្រួសារយកមួយណាមកក៏បានដែរពីរហ្នឹងណាយកមួយណាយកមកអាហ្នឹងក៏បានដែរបាទបើអត់សភៅគ្រួសារមានសភៅស្នាក់នៅយកសភៅស្នាក់នៅមកបើអត់សភៅស្នាក់នៅមានសភៅគ្រួសារយកសភៅគ្រួសារមកបាទភ្ជាប់មកបន្ថែមទៀតនៅសម្បត្តិកំណើតបាទសម្បត្តិកំណើតបាទសម្បត្តិកំណើតបាទភ្ជាប់មកជាមួយសម្បត្តិកំណើតឬសេចក្តីចម្លងសម្បត្តិកំណើតបាទឬសេចក្តីចម្លងសម្បត្តិកំណើតបាទអញ្ចឹងពីរហ្នឹងយកមួយណាក៏បានតែបើសិនតែអត់មានសម្បត្តិកំណើតមានតែសេចក្តីចម្លងសម្បត្តិកំណើតបាទសេចក្តីចម្លងគឺមានការចម្លងត្រឹមត្រូវពីអាជ្ញាធររដ្ឋបាលស្រុកចូលច្រកចេញចូលទៅមួយបាទនឹងមានហត្ថលេខារបស់អភិបាលស្រុកបាទហ្នឹងហើយមិនចម្លងហ្វូតូឬក៏កូពីនៅតាមផ្សារទេបាទគឺតែចម្លងនៅទីកន្លែងស្រុកដែលយើងបានធ្វើសម្បត្តិដើមនៃសម្បត្តិកំណើតរបស់យើងបាទចំណុចមួយទៀតប្រសិនបើអត់សម្បត្តិកំណើតឬក៏សេចក្តីចម្លងសម្បត្តិកំណើតទេយើងមានសម្បត្តិបញ្ជាក់កំណើតបាទយើងមានសម្បត្តិបញ្ជាក់កំណើតបាទអញ្ចឹងយើងយក
សម្បត្តិបច្ចៈកំណត់មកក៏បានដែរបើយើងអត់មានសម្បត្តិបច្ចៈកំណត់ទេយើងមានតែសេចក្តីចម្លងសម្បត្តិបច្ចៈកំណត់ដើមវាបាត់ឧទាហរណ៍អញ្ចឹងណាឧទាហរណ៍ថាបាត់អញ្ចឹងយើងនៅសល់តែសេចក្តីចម្លងដែលចម្លងនៅសាលាស្រុកណាចម្លងនៅសាលាស្រុកហ្នឹងគឺយកសេចក្តីចម្លងមកបាទយកសេចក្តីចម្លងមកក៏បានដែរបាទភ្ជាប់មកជាមួយនៅឯកសារខ្ញុំជម្រាបជូនពីខាងលើហ្នឹងបាទអាហ្នឹងសម្រាប់ឯកសារដែលភ្ជាប់មកនឹងលក្ខខណ្ឌដែលគេតម្រូវឲ្យយើងយកមកជាមួយបាទចំណុចមួយទៀតដែលឡែកសម្រាប់ជនបរទេសមិនគិតថាជនបរទេសប្រទេសណាទេឲ្យតែជនបរទេសបើគាត់ចង់មកធ្វើអត្តសញ្ញាណប័ណ្ណប្រជាខ្មែររបស់យើងបានគាត់ត្រូវតែមានឯកសារពីខាងលើដែលខ្ញុំរៀបរាប់ហ្នឹងជាចំណុចមួយទៀតសំខាន់គឺគាត់ត្រូវតែភ្ជាប់នៅព្រះរាជក្រឹត្យដែលចេញដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបាទគាត់ត្រូវតែភ្ជាប់មកជាមួយផងដែលបញ្ជាក់ពីការចូលជាតិរបស់គាត់បាទនឹងភ្ជាប់ចំណុចមួយទៀតទីកន្លែងនៃធ្វើអត្តសញ្ញាណប័ណ្ណមានមួយបងប្អូនអាចទៅធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលអំពូមីងបងប្អូនរស់នៅដែលផ្ទាល់នៅបច្ចុប្បន្ននេះបាទក៏បានឬអំពូមីងបងប្អូនទៅអធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌដែលបងប្អូនកំពុងតែរស់នៅបាទទៅជួបនឹងមន្ត្រីអត្តសញ្ញាណកម្មដែលប្រចាំការនៅអធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌដែលបងប្អូនរស់នៅនឹងភ្ជាប់នឹងឯកសារដែលខ្ញុំបានជម្រាបពីលើមកហ្នឹងគឺពួកគាត់ថតបានហើថតឲ្យបានហើយកន្លែងមួយទៀតគឺនៅស្នងការដ្ឋាននគរបាលរាជធានីខេត្តដែលបងប្អូនកំពុងរស់នៅបាទស្នងការដ្ឋាននគរបាលរាជធានីខេត្តដែលបងប្អូនកំពុងតែរស់នៅបាទភ្ជាប់នឹងឯកសារដែលមានពីលើមកដែលជម្រាបជូនពីលើនឹងមកហ្នឹងយកទៅជាមួយគឺពួកគាត់ធ្វើឲ្យបានឲ្យជួបនឹងមន្ត្រីអត្តសញ្ញាណកម្មបាទនៅទីនោះគាត់នឹងរៀបចំធ្វើជូនហើយបាទឬការិយាល័យនាយកដ្ឋានអត្តសញ្ញាណកម្មឬផ្សារអ៊ីអន2បាទនេះជាកន្លែងដែលយើងត្រូវធ្វើបាទយើងអាចធ្វើបានបាទភ្ជាប់ទៅឯកសារនឹងគ្រប់គ្រាន់ដូចខ្ញុំជម្រាបជូនពីលើទៅយើងនឹងអាចធ្វើបានហើយជម្រាបជូនមួយដែរពាក់ព័ន្ធនឹងការថ្ងៃដែលត្រូវធ្វើសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណជូនគឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់គេមានពេលកំណត់របស់គេមួយបាទដែលគេនឹងដាក់កម្មវិធីចុះធ្វើប្រហែលថ្ងៃហ្នឹងទៅតាមឃុំសង្កាត់មួយដែលមានផែនការអំពីថ្នាក់លើដែលគេបានរៀបចំមកជូនបាទដោយឡែកអធិការដ្ឋាននគរបាលគេនឹងបើកទទួលធ្វើមិនគិតថាថ្ងៃសៅរ៍ឬក៏ថ្ងៃអាទិត្យទេបាទយើងអាចទៅជួបគាត់អាចស្នើគាត់សុំថតបានបាទសុំថតបានសម្រាប់អធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌដែលបងប្អូនកំពុងរស់នៅហ្នឹងយើងអាចទៅដោយផ្ទាល់នៅទីនោះមិនគិតថាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យទេគឺគាត់នឹងបើកទទួលនិយាយធ្វើបាទហ្នឹងខ្ញុំជម្រាបជូន
ông phù mình bông ôn là bầy chìa đập bay ở vậy đập bay dương thôi ở vậy dương triêm lệ là hài chỉ viên từ đó miền ca khoác hạtចំណុចណាមួយបង្កទៅជាយឺតយ៉ាវឬក៏អាចបង្កប៉ះពាល់លើពាក្យសម្ដីឬស្ទះអារម្មណ៍ដែលមន្ត្រីអត្តចនកម្មនឹងគាត់ជម្រាបបញ្ជូនមកយើងដោយសារគាត់មិនបានធ្វើឲ្យដោយសារយើងមិនគ្រប់លក្ខណៈឯកសារឬក៏ឯកសារយើងមានបញ្ហាអ្វីវាប៉ះពាល់ដល់ស្ទះអារម្មណ៍ដែលយើងដែលអំពូមីបងប្អូនមួយចំនួនដែលគាត់មិនបានយល់អំពីនីតិវិធីនិងតម្រូវការលក្ខខណ្ឌរបស់ច្បាប់បានកំណត់បាទដែលបានកំណត់អញ្ចឹងកុំឲ្យវាមានបញ្ហាអញ្ចឹងបាទអញ្ចឹងយើងត្រូវត្រៀមឯកសារដូចខ្ញុំជម្រាបជូនពីលើនឹងមកហ្នឹងសម្រាប់យកទៅភ្ជាប់ទៅជាមួយនឹងគឺដែលមានបញ្ហាហើយខ្ញុំសូមបញ្ជាក់មួយទៀតដែរពាក់ព័ន្ធនឹងឯកសារភ្ជាប់ទៅជាមួយនេះសម្រាប់អំពូមីងបងប្អូនរូបណាដែលគាត់ធ្លាប់បានថតកន្លងមករួចហើយបានធ្វើតញ្ញបានកន្លងហើយប៉ុន្តែតញ្ញបានគាត់អស់សុពលភាពឬខ្វះ90ថ្ងៃទៀតសម្រាប់អស់សុពលភាពអញ្ចឹងគាត់ត្រូវតែភ្ជាប់នៅឯកសារនឹងហើយនឹងអត្តញ្ញាណប័ណ្ណចាស់ដែលអស់សុពលភាពឬក៏ចិត្តអស់សុពលភាពឬខ្វះតែ90ថ្ងៃហ្នឹងត្រូវតែភ្ជាប់ទៅជាមួយដែរបាទដើម្បីងាយស្រួលឲ្យត្រីអត្តញ្ញាណកម្មរបស់យើងគឺគាត់នឹងរៀបចំថតជូនបាទហ្នឹងហើយខ្ញុំក៏សំណពរដែរសម្រាប់អំពូមីងបងប្អូនចំពោះឯកសារដែលជំរាបជូនខាងលើនេះសូមបងប្អូនរក្សាឲ្យបានល្អត្រឹមត្រូវកុំកុសលុបតែកុសលុបក៏មានបញ្ហាដែរតែកុសលុបจึงយកទៅដល់មន្ត្រីអត្តចនកម្មគេឃើញមានការកុសលុបខុសពីផ្លូវច្បាប់ក៏ជាបញ្ហាមួយសម្រាប់ក្នុងការយើងធ្វើដែរបាទខ្ញុំសូមជម្រាបជូនអំពូមួយបងប្អូនឲ្យបានជ្រាបពីចំណុចហ្នឹងបាទព្រោះអំពូមីបងប្អូនខ្លះណាខ្ញុំមិននិយាយជាទូទៅទេខ្លះគាត់មានការកុសលុបកែឈ្មោះឬក៏កែថ្ងៃខែឆ្នាំកំណើតអីគាត់កែដល់អញ្ចឹងឃើញលុបបតិបតាពួកខ្ញុំធ្លាប់ឃើញខ្ញុំធ្លាប់ឃើញផ្ទាល់បាទខ្ញុំលើកឡើងយកមកនិយាយបាទហើយបើសិនថាពាក់ព័ន្ធនឹងចង់កុសលុបឬកែពាក់ព័ន្ធនឹងសភៅស្នាក់នៅឬក៏សភៅគ្រួសារមានតែប៉ូលីសអត្តសញ្ញាណកម្មឬក៏ប៉ូលីសដែលមានសមត្ថកិច្ចទេដែលគាត់មានសិទ្ធិកុសលុបបានដោយសារសម្ដីខ្លួនបានស្នើសុំឲ្យកុសលុបការយ៉ាងម៉េចពេលគេលុបកន្លែងនោះគេកែរួចហើយគេនឹងប្រថាប់ត្រារបស់គេពីលើនោះបាទប្រថាប់ត្រារបស់គេពីលើនោះបញ្ជាក់ថាការលុបនេះគឺអាជ្ញាធរទទួលស្គាល់គឺអាជ្ញាធរជាលុបមានត្រាប្រថាប់ពីលើកន្លែងកុសលុបហ្នឹងបាទហ្នឹងហើយហ្នឹងហើយបានមិនមែនយើងនឹកឃើញតែចេះតែកុសលុបបានទេបាទតែយើងនឹកឃើញតែចេះតែកុសលុបគឺឯកសារយើងមានបញ្ហាបាទយើងឯកសារយើងមានបញ្ហាបាទហ្នឹងខ្ញុំជម្រាបជូនប៉ុណ្ណឹងសម្រាប់ដល់អំពូមីបងប្អូនបើមានចំណុចណាលើសលួសខ្វះខាតសូមអំពូមីបងប្អូនជួយ comment ជម្រាបជូនខ្ញុំពីខាងក្រៅផងដូចខ្ញុំជម្រាបពីដើមទីអញ្ចឹងគឺថាខ្ញុំមិនមែនជាអ្នកច្បាប់ហើយក៏មិនមែនជាអ្នកបកស្រាយច្បាប់តែខ្ញុំគ្រាន់តែជាមនុស្សម្នាក់ចូលចិត្តស្វែងយល់ចង់ចេះចង់ដឹងហើយនឹងយកមកចែករំលែកជូនដល់អ្នកទស្សនាវីដេអូរបស់ខ្ញុំទុកជាបទពិសោធន៍មួយសម្រាប់ស្វែងយល់ទាំងអស់គ្នាបាទអញ្ចឹងបើសិនណាខ្ញុំមិនខុសឆ្គងចំណុចណាសូមអំពូមីបងប្អូនជួយ comment កែតម្រូវដោយរក្សាភាពប្រាជ្ញាទាំងអស់គ្នាបាទសូមអរគុណបាទជម្រាបលា